ជំរាបសួរបងប្អូននេះចន្ទទីចន្ទទីចន្ទទីនេះថតនៅថ្ងៃទី25ខែ12ឆ្នាំ2025នៅមុខវីដេអូទៀតយើងនឹងបង្ហាញវីដេអូនៅថ្ងៃទី29ខែ1នេះបងប្អូនថ្ងៃទី29ខែ1ឆ្នាំ2026ខុសគ្នាមួយខែចន្ទទីផ្កាល្អក្តាប់ល្អណាស់ផ្លែល្អមែនតើតែមុននឹងបានល្អហ្នឹងយើងថែណាបងអើយបាញ់ថ្នាំជំនួយក្តាប់ជំនួយស្លឹកបាញ់ថ្នាំសត្វល្អិតបាញ់ថ្នាំសង្កែសម្ោចសត្វតិចសត្វខំអីហ្នឹងមួយខែបាញ់2ដង3ដងខែណាស់ខែខ្លះ4ដងតែពេលបានផលវិញបងអើយមើលបងប្អូនមើលល្អមែនតើពូជនេះពូជ M23 ពូជវាក្របធំសាច់ណែនល្អធ្ងន់ហ្នឹងថ្ងៃទី29បានបេះបណ្ដាហើយនៅតំបន់យើងនេះនៅខាងកំពង់ធំតំបន់សណ្ដាន់1គីឡូចុងខែ1នេះបាន1គីឡូ6800ថ្លៃគូសំតែតម្លៃទៅបីមិនក៏មិនហួស2ឆ្នាំទៅអត់ហួសគ្នាតែសំខាន់មើលជាស្ដែងសិនផ្លែល្អមែនតើផ្លែទិញចង្កោមទៅបីផ្លែចឹងមែនយើងនៅតែបាញ់ថ្នាំមួយខែយើងបាញ់2ដងជួនកាលម្ដងដើម្បីការពារសត្វល្អិតដើម្បីជំនួយត្រួយជំនួយស្លឹកជំនួយក្តាប់ឲ្យវាកាន់ផ្កាកាន់ផ្លែបងប្អូនមើលជើងក្រោមយើងធ្វើស្អាតដោយសារបើសិនជាចន្ទីជ្រុះមកស្រួលរើសបើសិនជាយើងមិនបោសជើងក្រោមស្អាតទេពេលចន្ទីជ្រុះយើងនឹងពិបាកដើររើសឆ្នាំនេះជាកាត់ស្កយយើងអូពេញលេងហើយបងអើយពេញលេងហើយផ្លែក៏ផ្លែល្អក្របនឹងសក្បោះនោះខាងនោះក៏ផ្លែចំណាប់ផ្លែទៅចង្កោមផ្លែស្រឡាញ់បដ ாய் ផ្លែជើងចាប់ដាប់បេះបដាជ្រុះបដារើសបដាលក់បដាទោះបីវាកំពុងក្តាប់មិនក្តៅបងប្អូនក្តាប់បដាវាទុំបដាផ្កាបដាជ្រុះបដាយ៉ាងរើសបដាអីចឹងតែទោះបីមិនក៏ដោយយើងមិនព្រៃទេរឿងការបាញ់ថ្នាំការពារសត្វល្អិតមួយខែបាញ់ម្ដង2ដងអីចឹងទៅបាញ់កុំឲ្យវាគៀងក្តាប់គៀងផ្កាមើលផ្លែរឿងផ្លែនេះមិនមែនថាដោយចង្ការដោយតំបន់ទេបើសិនជាចង្ការណាគេថែបានដល់មើលការខុសត្រូវបានល្អអីផ្លែចឹងឯងតែគាត់ថាចង្ការមុំយើងមិនសូវជាថែមិនសូវជាមើលអីទេមិនជាសូវជាផ្លែទេផ្លែមួយបាទដាននេះដូចរឿងស្ទើផ្កាស្ទើផ្លែស្ទើក្តាប់តែមិនន័យថាវានៅក្នុងចង្កោមវានៅក្នុងក្រុមចន្ទីនឹងតែមួយវាមានដើមខ្លះចេញផ្កាមុនខ្លះផ្កាក្រោយចឹងទៅវាមិនតាណាគ្នាពេកទេ
បណ្ដាំនេះក៏ក្រដែរតំបន់ឬក៏ដើមណារៀងមែកវារៀងស្លាស់ទៅវាផ្លែច្រើនទៅបើសិនជាដើមណាស្ញុកចិត្តទេមិនសូវជាផ្លែទេផ្លែដែរតែមិនច្រើនដូចគេអញ្ចឹងវីដេអូប៉ុណ្ណឹងអរគុណច្រើនបងប្អូន